ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសុផានិតពីក្រុម AU20 ថ្ងៃនេះផងដែរខ្ញុំធ្វើការ record វីដេអូទី1ទាក់ទងជាមួយនឹងការដំឡើងទៅលើ YouTube OS server ចឹងដំបូងយើងត្រូវបង្កើត Visual Machine ថ្មីមួយសិនចឹងឥឡូវខ្ញុំជ្រើសរើសយក Python recommend នេះអូខេបន្ទាប់មកខ្ញុំ select យក I will install operating system method ហើយកន្លែងនេះខ្ញុំយក YouTube ខ្ញុំដាក់ឈ្មោះទៅលើ Visual Machine របស់ខ្ញុំដាក់ថា Ubuntu OS ប្រើទៅរកទីតាំងខ្ញុំដាក់ទៅលើ DPC ID អូខេដាក់ក្នុង YouTube ដាក់ថា Ubuntu ទាក់ទងជាមួយនឹងកន្លែងទំហំ hard disk ខ្ញុំជ្រើសរើសយក 50G ទៅខ្ញុំធ្វើការ custom ទៅលើទាក់ទងជាមួយនឹងកន្លែង network តិចហើយនឹងកន្លែង network នេះគឺខ្ញុំអត់ connect វាទេនៅពេលដែលយើងបើក virtual machine ហើយកន្លែងនេះយើងប្រើទៅរក image របស់ YouTube OS server របស់ខ្ញុំអូខេខ្ញុំ close ហើយ finish បន្ទាប់មកយើងធ្វើការទៅបើក Visual Machine របស់យើងមកបង្កើតនេះបាទយើងធ្វើការរកចាំវាតិចទៅបាទចឹងចូលដល់កន្លែងនេះគឺកន្លែងរើសទៅលើ language ចឹងយើងយក English ទៅជាមួយនឹងកន្លែង keyboard នេះគឺយើងយក default របស់យើងទៅចឹងចូលដល់កន្លែងនេះគឺតងជាមួយនឹង ខ្ញុំថាមួយទៀតទៅទាក់ទងជាមួយនឹងកម្រិត Vita Network បន្ទាប់មកកន្លែងនេះយើងដាំវាទៅធ្វើតាមចឹងគឺមានវីដេអូ update អូខេបន្ទាប់មកកន្លែងនេះគឺទៅជាមួយនឹងកន្លែងយើងចែក partition ចឹងយើងយកដាំដើម្បីធ្វើការចែក partition ទៅគឺមាន folder 2គឺ folder directory root និង boot ចឹងយើងត្រូវការបង្កើត ដើម្បីសារតែយើងមាន spec នៅក្នុង 24G អូខេយើងបង្កើតថ្មីមួយឈ្មោះថា swag បន្ទាប់មកទំហំវានៅនឹង RAM ដូចជាដាក់តែ 2G ទេចឹងដាក់ 4G ចឹងបន្ទាប់មកយើងយក format swag create ចឹងនៅសល់ space ប្រមាណខ្ញុំបង្កើតវាជា directory ទៅអូខេ create តមកយើងមកដាំវាទៅកន្លែងនេះខ្ញុំយក economy ចឹងកន្លែងនេះតើតើជាមួយនឹង display name យើងចាឈ្មោះនេះទៅ
ตัวเพราะตัวจำนวนส่วนนั้นnhư vậy hay là user login cuma memiliki hay password tôi đánh ok để tôi nên là lại install OpenASX7 nên install đi này đấy. Mà chúng ta lại nó dương được mua tiền mua tới ok phải nhé mà chúng cho đó lại nó cứ dương thơ ca lọc chúng mình user này thì chúng một nhóm tôi một password một bảy bà chứng minh đây xa tay dương môn này dương sẽ đáp trên bàn được display này vật card như lên tập lại và đây vật card review đấy cho tôi bị ấn dịch thế bài đi dương đấy trên cái copy dương phần này thái dương sang vài một ai tiệt để viết cái dương ai vài cái copy thấy đa số chẳng thì bạn trang bị vật copy phần này nên vật card với những sang cái người ai tiệt để mở viết chứ như vậy thì mình mới cứ IP có bằng chứng atau minat hiệp cái và mây minat hiệp các video thua ca quay thì mình viết cứ sudo sudo nano slash etc tôi nó netland này tôi viết EMS EMS mới ok chúng ta sang lấy dot Jamon Jamon password là user cho mình 7 ok chắc đó lại nếu video này thì mình càng tiếp thì mình chia network trực phí tổng hợp cho mỗi render io trực phí network ý rồi nó mình cho network nhưng ngoài việc Ethernet trực phí rồi nó nhưng cho network bất tỏ mà nên mình cho thẹp phí đó hay như vậy
ENS 33របស់យើងហ្នឹងចុច2បន្ទាប់មកយើងវាយ DHCP4 ចុច2 true អូខេអញ្ចឹងបន្ទាប់មកយើងចុច Ctrl X ហើយចុចអក្សរ Y ទៅចឹងដល់កន្លែងនេះយើងត្រូវវាយ comment ថែមទៀតដើម្បី apply ទៅលើ comment ប្រមាណជួរយើងវាយខាងលើមិញគឺយើងវាយ sudo netplan apply បាទអញ្ចឹងយើងបន្តពីប្រើប្រាស់ comment sudo netplan apply រួចខ្ញុំធ្វើការ check មើល IP មាន ពាក្យថា hostname.iton បាទអញ្ចឹងយើងទទួលបាន IP មួយគឺ 192.168.252 និង .158 អញ្ចឹងយើងធ្វើការតេស្តបើកជាមួយនឹង PowerShell របស់យើងដើម្បីធ្វើការ ping មកកាន់ IP មួយហ្នឹងថាតើវាស្គាល់ឬក៏អត់192.168.254 252.158 អញ្ចឹងយើងឃើញថាស្គាល់ហើយឥឡូវខ្ញុំសាកធ្វើតេស្ត remote ពីក្នុង terminal របស់ PowerShell មកកាន់ Linux របស់យើងមកកាន់ OS យើងទៅយើងខ្ញុំ clear វាចោលខ្ញុំសាកវាយ SSH បន្ទាប់មកហើយគឺយើងវាយឈ្មោះ user គឺឈ្មោះខ្ញុំបន្ទាប់មក add IP address មិញគឺ 192.158 បាទបន្ទាប់មកគឺកន្លែងនេះតើតើជាមួយនឹង fingerprint នេះគឺយើងជ្រើសរើសយក yes បន្ទាប់មកគឺវាយ password បាទអញ្ចឹងយើងអាច note តាម terminal របស់ Windows របស់យើងទៅកាន់ YouTube OS server របស់យើងក្នុង VMware ឥឡូវខ្ញុំសាកធ្វើតេស្តបង្កើត folder មួយទៅនៅក្នុង root directory យើងអញ្ចឹងmake dir make directory ទៅដល់យើងបង្កើត directory មួយឈ្មោះខ្ញុំចាស់បាទអញ្ចឹងខ្ញុំសាក cd ទៅកាន់ directory មួយឈ្មោះខ្ញុំទៅ cd slash cd អូខេយើងបានចូលក្នុង directory នេះបាទអញ្ចឹងអរគុណលោកគ្រូសម្រាប់វីដេអូទី1គឺមានប៉ុណ្ណឹង